ព្រះពុទ្ធសាសនាយើងអាចថិតថេរគង់នៅបានយូរដោយហេតុណានេះមានពួកព្រាហ្មណ៍ខ្លះក៏បានទូលសួរផងដែរហើយព្រះពុទ្ធសាសនាដែលសាប់សូន្យទៅដោយឆាប់រហ័សហ្នឹងដោយហេតុណាទានសូមមេត្តានិមន្តពយល់ពុទ្ធបរិស័ទនិងខ្ញុំកណ្ណាផងទានសូមអរគុណសូមអនុមោទនាណែចឹងយើងត្រូវយល់អំពីពាក្យថាព្រះពុទ្ធសាសនាសិនណាឥឡូវមុននឹងឆ្លើយបញ្ហាហ្នឹងអាត្មាសូមសួរញាតិញោមហើយឆ្លើយគ្រប់គ្នាណាឆ្លើយគ្រប់គ្នាបានទេអាត្មាសួរអញ្ចេះសួរថាព្រះពុទ្ធណាព្រះពុទ្ធជាពុទ្ធសាសនាទេតួពុទ្ធគឺពុទ្ធអង្គតែម្ដងគឺព្រះសម្មាសម្ពុទ្ធសមណគោតមហ្នឹងតួព្រះអង្គហ្នឹងគឺជាពុទ្ធសាសនាឬអត់តួអង្គព្រះអង្គទាំងមូលហ្នឹងជាពុទ្ធសាសនាអត់តែញញោមខាងក្រោយអត់ឆ្លើយហ្នឹងមិនឥឡូវចង់បោះឆ្នោតអ្នកឆ្លើយថាតួពុទ្ធហ្នឹងជាពុទ្ធសាសនាលើកដៃមើលណែចុះប្រសង់ជាពុទ្ធសាសនាដែរឬទេជាតួពុទ្ធសាសនាដែរឬទេតួប្រសង់ជាតួពុទ្ធសាសនាដែរឬទេហ្នឹងហើយអញ្ចឹងមិនសួរឲ្យគិតវត្តអារាមជាតួពុទ្ធសាសនាដែរឬទេឥឡូវដឹងទៅណាហ្នឹងហើយជាតួអង្គព្រះពុទ្ធសាសនាតែម្ដងព្រះពុទ្ធក៏មិនមែនដែរមិនមែនទេព្រះសង្ឃក៏មិនមែនទេព្រះធម៌ទៅមែនហ្នឹងទៅមែនហ្នឹងហើយវត្តអារាមក៏មិនមែនដូនជីតាជីក៏មិនមែនព្រះសង្ឃក៏មិនមែនព្រះពុទ្ធសាសនាយើងវែកញែកពាក្យហ្នឹងគឺពុទ្ធសាសនៈណាសាសនៈហ្នឹងគឺជាឱវាទជាមេរៀនជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយព្រះពុទ្ធគឺជាអ្នករកឃើញដូចអាសួរថាឆ្នាំអីសម្រាប់កព្យាបាលជាមួយគ្រុនចាញ់ស្អីគីនីនអញ្ចឹងអ្នករកឃើញនេះឈ្មោះអីចាំហ៎ភ្លេចហ្នឹងហើយអញ្ចឹងអ្នករកឃើញហ្នឹងជាថ្នាំទេមែនទេថ្នាំជាអ្នករកឃើញទេមែនទេប៉ុន្តែមានមនុស្សអ្នករកឃើញថ្នាំផ្សេងអ្នករកឃើញផ្សេងយល់ទេប្រអប់ថ្នាំជាថ្នាំទេមែនទេបត្រៃបេដកសភៅនោះតួសភៅហ្នឹងជាពុទ្ធសាសនាទេជាពធទេក៏មិនមែនដែរសភៅហ្នឹងក្រត់ដូចជាប្រអប់ដាក់ថ្នាំអញ្ចឹងយល់ទេតួអក្សរហ្នឹងជាធម៌ទេមិនមែនទៀតមិនជាពុទ្ធសាសនាទៀតវាគ្រាន់តែជាគំនូសដើម្បីបង្ហាញធម៌ប្រសិនបើអក្សរហ្នឹងគឺជាតួធម៌ពិតប្រាកដអញ្ចឹងអ្នកមើលបេដកទាំងអស់មើលទៅឃើញធម៌យល់ធម៌ដូចគ្នាហេតុអីបានជាអ្នកខ្លះមើលទៅថាអត់យល់ឃើញឲ្យកឡោតថាមិនមែនធម៌មិនមែននៅលើអក្សរទេគឺនៅក្នុងន័យក្នុងអត្តន័យដ៏មានជំរឿប៉ុន្តែអានឹងដូចផែនទីអញ្ចឹងយល់ទេអញ្ចឹងបានអ្នកខ្លះទិញបេដកអត់រៀនទេទិញទុកផ្សាយអង្គមបេដកបត្រៃបេដកដែលជាសៀវភៅនឹងមិនខុសពីផែនទីទេតែហៅដូចផែនទីគឺគូដាក់លើกระดาษមួយគូផែនទឹកផែនដីនៅលើនឹងសួរថាតើกระดาษហ្នឹងជាផែនដីពិតឬមិនមែនទេប៉ុន្តែវាចង្អុលបង្ហាញទិដ្ឋភាពផែនដីទាំងឡាយប៉ុន្តែមនុស្សអ្នកមើលហ្នឹងអ្នកខ្លះមើលយល់អ្នកខ្លះមើលមិនយល់ពីព្រោះអីពីព្រោះរបស់ហ្នឹងវាមិនមែនផែនដីមែនទេវាមិនមែនជាទឹកមែនទេកាន់ពណ៌ខៀវថាទឹកទៅពណ៌បៃតងនោះគឺភ្នំអីចឹងទៅឬក៏លឿងតិចទៅយល់ទេយល់ហ្នឹងហើយព្រះពុទ្ធមិនមែនជាពុទ្ធសាសនាតែជាអ្នករកឃើញព្រះពុទ្ធសាសនាព្រះសង្ឃមិនមែនជាពុទ្ធសាសនាទេតែជាសមាជិកអ្នកទទួលគោរពតាមព្រះពុទ្ធសាសនាញាតិញោមក៏អញ្ចឹងវត្តអារាមក៏មិនមែនជាពុទ្ធសាសនាដែរក៏ប៉ុន្តែជា
សំភារៈកើតឡើងដោយមានពុទ្ធនិយមនៅក្នុងចិត្តនៃអ្នកកាន់អញ្ចឹងទៅត្រូវបង្កើតទីវត្តទីអារាមជាគ្រឿងសម្គាល់ថាទីនេះគឺជាកន្លែងអ្នកកាន់ព្រះពុទ្ធសាសនាប្រសិនបើអស់អ្នកកាន់ពុទ្ធសាសនាហើយវត្តនៅតែជាវត្តដូចនៅឥណ្ឌាអញ្ចឹងវត្តយេតពននៅវត្តកន្លែងវេលវ័ននៅប៉ុន្តែអស់ប្រសងអស់អីទៅអ្នកនៅនោះដឹងថាកន្លែងពុទ្ធសាសនាទេអត់ទេហ្នឹងហើយវាអត់មានដឹងអីទេវត្តនោះអញ្ចឹងពុទ្ធសាសនាគឺនៅក្នុងឱវាទនៅក្នុងមេរៀនទៅជាពុទ្ធសាសនាអញ្ចឹងបើកាលណាយើងយល់ព្រះពុទ្ធសាសនានៅក្នុងមេរៀនរបស់ព្រះសម្មាសម្ពុទ្ធយើងកាត់បន្ថយទៅចិត្តចំពោះអ្នកកាន់ហើយយើងរាល់ថ្ងៃអ្នកខ្លះបាក់សទ្ធាជាមួយពុទ្ធសាសនាព្រោះហេតុតែមានអ្នកកាន់នឹងធ្វើខុសមែនទេអ្នកកាន់នឹងធ្វើខុសលោកសង្ឃធ្វើខុសតាអាចារ្យធ្វើខុសអញ្ចឹងទៅស្រាប់តែអស់សទ្ធាជាមួយព្រះពុទ្ធតែហ្មងទៅរឿងអីទៅអស់សទ្ធាជាមួយព្រះអង្គមានអីធ្វើយើងមានអីទៅត្រូវទៅអន់ចិត្តជាមួយពុទ្ធសាសនាពុទ្ធសាសនានៅតែថ្លៃថ្លាជានិច្ចសរុបមកមើលហាមទី1មិនឲ្យធ្វើបាបអញ្ចឹងនៅពេលដែលនរណាម្នាក់ធ្វើបាបហ្នឹងធ្វើអាក្រក់ហ្នឹងមានន័យថាដើរផ្ទុយពីព្រះពុទ្ធសាសនាបាត់ទៅហើយដល់យើងខឹងយើងឈប់កាន់ដែរមានន័យចូលរួមជាមួយតែគ្នាខទី1នៅក្នុងព្រះបិដកទី1ហ្នឹងគឺហាមមិនឲ្យធ្វើអំពើអាក្រក់អញ្ចឹងស្អីក៏ដោយឲ្យតែអាក្រក់ព្រះអង្គហាមទាំងអស់អញ្ចឹងបើសាវកណានីមួយធ្វើខុសមានន័យថាអ្នកនឹងដើរផ្ទុយជាមួយនឹងព្រះពុទ្ធសាសនាហើយបើយើងគ្រាន់តែខឹងអ្នកនឹងឈប់កាន់ពុទ្ធសាសនាដែរមានន័យថាយើងដូចតែគ្នាយើងអត់យល់ដូចគ្នាយើងសម្គាល់ពុទ្ធសាសនានៅលើអ្នកកាន់អញ្ចឹងណាហ្នឹងហើយយើងក៏មិនតែបើអ្នកយល់ពុទ្ធសាសនាអញ្ចេះញាតិញោមដោយភិក្ខុ5អង្គកាលពីសម័យព្រះសម្មាសម្ពុទ្ធកស្សបៈនៅពេលដែលឃើញភិក្ខុសង្ឃទាំងឡាយលែងធ្វើល្អលែងគោរពព្រះវិន័យលែងស្អីទាំងអស់គិតតែសបាយគិតតែអនេសនៈពេញទីទាំងអស់លោកពិបាកនៅលោកមិនមែនគិតចេញពីពុទ្ធសាសនាទេគឺលោកសង្វេគថាកាលណាលោកនៅក្នុងសង្គមបែបហ្នឹងខ្លាចលោកប្រមាថដែរអញ្ចឹងលោកត្រូវតែស្វែងរកកន្លែងដ៏សមគួរគោរពប្រតិបត្តិឲ្យបានល្អឃើញទេយល់ថាម៉េចនេះឯងទៅយល់ព្រះពុទ្ធសាសនាឃើញព្រះសង្ឃដទៃធ្វើអត់ល្អលោកអត់បានឃើញថាព្រះពុទ្ធសាសនាអត់ល្អទេឃើញថាមនុស្សប្រមាថច្រើនណាស់ណាមនុស្សប្រមាថច្រើនណាស់មនុស្សអត់បានប្រព្រឹត្តតាមធម៌ទេបើអាត្មាអញនៅរួមជាមួយខ្លាចឆ្លងតាមដូច្នេះត្រូវតែរកឱកាសដ៏ល្អដើម្បីគោរពប្រតិបត្តិតាមធម៌វិន័យដ៏ល្អនេះឯងទៅយល់ព្រះពុទ្ធសាសនាហើយបើឃើញលោកធ្វើអញ្ញៃពេញនឹងឈប់កាន់ពុទ្ធសាសនាដែរមានន័យថាយើងក៏អត់យល់អីបន្តិចអំពីព្រះពុទ្ធសាសនាទេភិក្ខុ5អង្គហ្នឹងលោកទៅភ្នំទៅហើយសន្យាគ្នាថាបើនរណាស្រឡាញ់ជីវិតណែឯងចុះទៅវិញចុះដាក់បង្អោងឡើងហើយបើថាមិនចុះទេកាត់បង្អោងកុំឲ្យមានដូចថាប្រតិបត្តិទៅខ្លាចស្ដាយជីវិតចុះមកវិញរួចស្ម័គ្រចិត្តនៅនឹងថ្ងៃទី1មួយអង្គសម្រេចព្រះអរហន្តថ្ងៃទី2មួយអង្គទៀតសម្រេចជាព្រះអនាគាណែហើយ4អង្គ3អង្គទៀតនោះមិនបានសម្រេចទេតែអស់ជីវិតទៅកាន់ស្ថានសួគ៌ទាំងអស់វាលែងមួយអង្គទៅបរិនិព្វានបាទនេះឯងទៅឈ្មោះថាជាអ្នកយល់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធយល់ពុទ្ធសាសនាព្រោះអត់ទៅជាមួយនរណាធ្វើអាក្រក់អត់ទៅជាមួយនរណាធ្វើមិនល្អតែកំណត់ដឹងបានថានេះជារឿងបុគ្គលអ្នកមានបាបតែព្រះពុទ្ធសាសនានៅតែល្អយល់ទេហ្នឹងពុទ្ធសាសនាអត់អាក្រក់ទេទី1មិនឲ្យធ្វើអាក្រក់គ្រប់បែបយ៉ាងទាំងអស់ទី1ទី2ឲ្យធ្វើល្អអញ្ចឹងបើគេអត់ធ្វើល្អមានន័យថាមិនធ្វើតាមឱវាទរបស់ព្រះអង្គទី3ជំរះចិត្តឲ្យស្អាតនឹងដែលពុទ្ធសាសនាដែលសរុបមកមានប៉ុណ្ណឹងប៉ុន្តែអង្គវិច័យទៅទៀតមាន9ប៉ុន្តែមកសរុប3នឹងចោះសនុកចាំទី1សពបាបស្សៈអករណੰគឺមិនធ្វើបាបទាំងឡាយអំពើអាក្រក់ទាំងឡាយទី2កុសលសោបសម្បទាគឺធ្វើសេចក្តីល្អគ្រប់បែបយ៉ាងណារហូតទៅដល់ថ្នាក់ល្អដល់សមាធិចិត្តទៅទៀតសំបីទៅគំនិតគុំគួនបៀតបៀនអ្នកដតីមើលងាយមើលថោកក៏អត់មានដែរនឹងជាថ្នាក់កុសលសោបសម្បទាដល់ទៅសច្ចតបរិយោតបណ្ណហ្នឹងគឺត្រូវបរិសុទ្ធដោយបញ្ញាកាត់ផ្ដាច់នៅឫសគល់នៃបាបអកុសលទាំងពួងឃើញទេប៉ុន្តែទាំងអស់នេះរុងរឿងរីកចម្រើនទៅបានដោយហេតុ5យ៉ាងញាតិញោមណា5យ៉ាង
នៅក្នុងគម្ពីរអង្គត្រនិកាយបញ្ចកនិបាតទី1សកច្ចੰធម្មំសនន្តិពុទ្ធបរិស័ទស្ដាប់ព្រះធម៌ដោយសេចក្តីគោរពណាយកការស្ដាប់គ្រប់ពេលទាំងអស់ព្រះអង្គឲ្យយកការស្ដាប់នឹងជាសំខាន់ណាស់នៅក្នុងហេតុដែលនាំឲ្យកើតបញ្ញាមាន3រាប់ការស្ដាប់នឹងចូលមួយផងសុតមយៈបញ្ញាបញ្ញាកើតដោយសារការស្ដាប់ព្រះអង្គបញ្ចូលទៅសត្វទាំងឡាយគ្មានបញ្ចូលតាមអីក្រៅពីបង្រៀនការពន្យល់ឲ្យស្ដាប់នឹងទេហើយញាតិញោមមិនស្ដាប់ទេដុតធូបឲ្យអស់មកផ្សារទៀតក៏អត់យល់សាកមើលណាហ្នឹងឥឡូវបានយល់ថាពុទ្ធមិនមែនពុទ្ធសាសនាតែជាអ្នករកឃើញពុទ្ធសាសនាព្រះសង្ឃមិនមែនជាពុទ្ធសាសនាតែជាសមាជិកអ្នកទទួលគោរពតាមព្រះពុទ្ធសាសនាណាហ្នឹងពាក្យហ្នឹងបើអត់ស្ដាប់ឮអត់ហ្នឹងហើយដុតធូបបើឮដុតចោលមិនអីទេចង់ដុតនោះថាស្រួលគេថាអាត្មាទៀតឥឡូវប៉ុន្តែនេះជាការពិតបញ្ញាទី2ចន្តាមយៈបញ្ញាកើតដោយសារការគិតពិចារណាទី3ភាវនាមយៈបញ្ញាកើតដោយការចម្រើនបាទរាប់អំពីហេតុដែលនាំឲ្យចម្រើនទៀតទី1គឺពុទ្ធបរិស័ទស្ដាប់ធម៌ដោយសេចក្តីគោរពហើយពេលដែលស្ដាប់ធម៌ដោយសេចក្តីគោរពហ្នឹងមានន័យថាម៉េចវាទល់សពះរហូតបានឈ្មោះថាគោរពអាហ្នឹងជាគោរពបែបខាងក្រៅមួយយ៉ាងហើយណាហ្នឹងក៏ជាគោរពមួយយ៉ាងហើយមួយយ៉ាងទៀតគឺតាំងចិត្តស្ដាប់ឲ្យយល់នឹងឯងឈ្មោះថាការស្ដាប់ដោយសេចក្តីគោរពហ្នឹងតាំងចិត្តស្ដាប់ឲ្យយល់សោះសូសង្ឃលបតេបញ្ញាការស្ដាប់ធัวដោយល្អរមែងបាននៅបញ្ញាហ្នឹងគឺការស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់ឲ្យយល់អញ្ចឹងបានជាអាត្មាទៅសំដែងធัวហ្នឹងអាត្មាមិនចង់ឲ្យញាតិញោមប្រើពាក្យថាចង់បានបន់បានស្ដាប់ធัวអាហ្នឹងក៏ត្រូវប៉ុន្តែវាគេហៅថាវាបុរាណពេកណាតាមពិតអាត្មាចង់ឲ្យញាតិញោមយល់បន់ដែលប្រកបដោយការយល់ទៅជាបន់ច្រើនមិនបាច់ចង់បានបន់ទេស្ដាប់ឲ្យយល់ហើយធ្វើបន់ប្រកបជាមួយនឹងការយល់ការធ្វើបន់ដោយយល់នឹងឯងបានបន់ច្រើនមហាកុសលទី1សោមនស្សសហកតាំងញាណសម្បយុត្តតាំងអសង្ខារិកាំងទេណាមហាកុសលដែលប្រព្រឹត្តទៅជាមួយសោមនស្សរីករាយក្នុងបុណ្យកុសលហើយយល់ត្រូវណាមានការយល់ត្រូវក្នុងបុណ្យកុសលហ្នឹងបុណ្យហ្នឹងគឺល្អមែនតើអញ្ចឹងបើខ្វះការយល់សួរថាឲ្យបុណ្យកើតដោយបញ្ញាយ៉ាងម៉េចអញ្ចឹងហេតុដែលនាំឲ្យពុទ្ធសាសនារីចម្រើនទី2ពុទ្ធបរិស័ទសិក្សាព្រះធម៌ដោយសេចក្តីគោរពសិក្សាដោយគោរពនឹងសិក្សាមិនគឺសិក្សាដោយការផ្ទៀងផ្ទាត់ឲ្យត្រឹមត្រូវមិនមែនថាបើមិនយល់ក៏ហីទៅខុសក៏ខុសសិនទៅមិនទេគឺត្រូវតែផ្ទៀងផ្ទាត់ជាមួយសប្បុរសជាមួយគ្រូជាមួយអ្នកប្រាជ្ញនឹងឲ្យបានច្បាស់លាស់កុំចាត់បងនៅសេចក្តីសង្ស័យមិនត្រូវធ្វើទាំងសេចក្តីសង្ស័យព្រះសម្មាសម្ពុទ្ធមិនឲ្យយើងធ្វើអ្វីទាំងសេចក្តីសង្ស័យទេបើសង្ស័យត្រូវតែជីកសួរឲ្យច្បាស់ណាត្រូវតែជីកសួរឲ្យច្បាស់ចាំធ្វើទី3ពុទ្ធសាសនារុងរឿងរីចម្រើនទី3សកច្ចੰធម្មំសច្ឆេយន្តិនឹងគឺថាស្វាតឈាយនឹងគឺសំដៅទៅដល់អ្វីណាដែលយើងចេះហើយដែលយើងចាំហើយសិក្សារៀនសូត្រហើយនឹងត្រូវរំលឹកជារឿយរំលឹកសារឡើងវិញជារឿយអង្គសម្ដែងឲ្យថាអសច្ឆេយមលាមន្តាមុនជាមន្ទិលនៃការមិនស្វាតឈាយចេះប៉ុណ្ណាក៏ដោយអត់ស្វាតឈាយភ្លេចទេនឹងឲ្យដូចអារៀនអង់គ្លេសនៅស្រុកខ្មែរអញ្ចឹងអង់គ្លេសអាបកែប៉ុន្តែ speak ខ្មែរ well អត់តែនិយាយអង់គ្លេសមិញបានទី3ហើយហ្នឹងទី4ហ្នឹងសកច្ចੰធម្មំឧបបរខន្តិគឺត្រូវតែឧស្សាហ៍សន្ទនាអញ្ចឹងឧស្សាហ៍សួរឧស្សាហ៍សន្ទនាសូម្បីតែយើងយល់ហើយក៏ដោយគឺត្រូវតែសាកសួរឲ្យជាក់ច្បាស់ក្រែងលោយល់ខុសនឹងឲ្យច្បាស់គឺព្រះអង្គយកការច្បាស់នឹងតែហ្មងមានតែការច្បាស់ទេដែលអាចតម្រង់ធម៌វិន័យរបស់ព្រះអង្គបានអញ្ចឹងណាទាំងញាតិញោមទាំងភិក្ខុសង្ឃនឹងអញ្ចឹងបងសកច្ចੰធម្មំឧបបរខន្តិនឹងគឺចូលទៅសាកសួរចូលទៅសង្កេតអត្តន័យទៀងទាត់ជាមួយនឹងគ្រូជាមួយនឹងសមណៈដែលជាអ្នកចេះដឹងនោះជាពហុសោតនឹងអញ្ចឹងហើយចំណុចទី5
ban sắc xa ban che ban trô truông ban xạ su ó xịt đây song say hơi xạ cả chăng thòm miệng bạn để bạn chọn thế cứ cổ rụp pro để bạn đói xịt đấy cổ rụp nè nghe chấm nói pram ni ai chia chấm nói đại oi Phật sát na rung rương đi chấm chấm ra nâng chân sổ mạng nam mô tây ni hơi vì nét từ vĩnh đại hạt pram đại cái đó là tôi kia máu khang đào máu cứ mình nè tì mũi mình sẽ đạp thùa đòi xịt đấy cố rụp tì pi mình sặc xà đòi xịt đấy cố rụp tì bay mình soạt xí mình trua truồng nè à soạt phê trua truồng tục nắng đòi xịt đấy cố rụp tì bốn mình xạ xua mình son tình nia đầm bay ở chợ chứ ba nè à tì pram tiền mình cổ rụp pro tế bạch đôi biệt môi tha sầm lo chanh đại xà krương phục mai rung rương đại xà cồn sầm lo chanh đại xà krương Phật sát na rung rương có đại xà xá vẹn cái này nơi pe để pre sama sam Phật chỉ ông mà cha tum nơi lơ creto pe nô cái bô chia ca chả na nhiệt nhôm mà nô có bô chia tê và đa có bô chia dây bịp ca nó trâm smong trâm chữ cuồng tam phở nữa sùng bay tại thom mà chia nó có chinh ca bô chia vào ông đây khóc ca hai thằng ca là bọc hà ca là bọc hà nó cứ mình trâu rồi đâu cá cọp ca đây chinh ca mà bô chia rồi đi lơ bạc cài bao vào ông tiền mà nô tiền tê và đa có bô chia sắp tê vào ông nghĩ moro pre non thà mình đi là non tạ tha quật mình mua thà Phật thọ bò rì sạt bô chia đòi 200 ประมาณ phần này lời phần nắng ạ mình mua tha chỉ cả bố chia thế lúc tài phi khẩu này ở ba sọ ba sợi cà sắc xa nơi thua đại tà tha cuột sầm đại hơi đòi sịch đây cổ rúc trua truông đòi sịch đây cổ rúc prate bát đòi sịch đây cổ rúc nô tập mua tha chỉ cả bố chia tà tha cuột đòi bạn để bát để bố chia chỉ bố chia đỏ ớt đỏ chẳng á côn đầm lay nơi bần đất mà nè lỡ mình bành dây đo pre sama sam Phật này côn đầm lay ní bần đất mà nè việc tôi tay cái yosna đây rồi bỏ cái nó từ pra từ bần đất luôn chà ưu họ ta lúc understand chẳng còn rồi khơi propop này paramano mà nè chẳng vậy để có rồi khơi nè person ba cái mình trâu ban cái vô một pra thế còn rồi khơi mà nè anh thấy có bắt từ với cái ọt khoal ọt vô một pra xua thà còn là bầy đấy rung rương đấy thế đôi khi nè prai khmer dương sầm đại bờ sông kề chuồn nát sna đây mi hở bỏ lô cứ vài chân nô krom khmer mấy nè so sa person bao lô rô khơi có bứt tại từ bị chi chuồn khmer lô bầm bát trao còn là vô rụp lô vô một tăng ấy chăng thế tại mình vô thà lô che ấy phao năng mình vô thà lô thưa ấy phao năng xưa thà ta bịa thà oi mua thà lô bận đất năng miền này đấy nè oi mua thà lô chỉ bận đất năng miền này vậy giang nam mình bờ xa với ót che thua vào ông phong bịa tha proput tra đăng thua năng miền này để ót miền này ấy thế phải nè ta nè khla mau cổ pre tốc pre phải nè ta nhận nhôm ót đáp thua vào ông tê arin thua vào ông tê mình vô pi ở đây để vào ông đặng nom tê cứ trâm ta miền thấy tụ bon vào ông thà tốc mà phải nè ta vào đó on nè miền nè mà rịch năng muối vậy đào tới chưa và mình nấu sọc má phần môn nằng màu miền ta mà nè nắng quạt vô hong sạ màu bạc kên vào ông ấy mà số ta nhôm chẹt là miền cả ứng cái na chẹt là chỉ môi vào ông vặt mình đi Ratana Ram nâng ngủ còn bà mà đã còn bà hay nhôm vô rằng mạch đá vô màu màu bồ chia nắng ngày khai môn nắng côn cái na từ sầm phê mà rít từ rít ấy nhôm cái na tha bờ chóp thoại hong sạ mùi bóng xí chua bàn hòn xả mũi tầm lay vào bốt bắn năng nhận nhớ không cha nào mở tầm lay vào ông vào bắn năng